大家好សួស្តីអ្នកនរគ្នាថ្ងៃនេះផងដែរខ្ញុំលើកយកមេរៀនភាសាចិនយកមកចែកម្លែកដល់អ្នកទាំងអស់គ្នាបន្តអញ្ចឹងពាក្យដំបូងនេះយើងអានថាសៀវភៅស្នាក់នៅភាសាចិនយើងអានថាជីជូចិនស៊ូជីជូចិនស៊ូជីជូចិនស៊ូសៀវភៅស្នាក់នៅពាក្យបន្តទៀតសម្បត្តិបញ្ជាក់កំណើតឬក៏សម្បត្តិកំណើតភាសាចិនយើងអានថាឈូសិនចិនមីងឈូសិនចិនមីងឈូសិនចិនមីងសម្បត្តិកំណើតឬក៏សម្បត្តិបញ្ជាក់កំណើតពាក្យបន្តទៀតសៀវភៅគ្រួសារភាសាចិនយើងអានថាជីមីងហ៊ូខូប៊ូជីមីងហ៊ូខូប៊ូជីមីងហ៊ូខូប៊ូសៀវភៅគ្រួសារពាក្យបន្តទៀតអត្តសញ្ញាណប័ណ្ណភាសាចិនយើងអានថាសិនហ្វិនចឹង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 អត្តសញ្ញាណប័ណ្ណពាក្យបន្តទៀតសម្បត្តិអាពាហ៍ពិពាហ៍ភាសាចិនយើងអានថាជាហ៊ុនចឹងជាហ៊ុនចឹងជាហ៊ុនចឹងសម្បត្តិអាពាហ៍ពិពាហ៍ពាក្យបន្តទៀតសៀវភៅការងារភាសាចិនយើងអានថាឡៅកុងចឹងឡៅកុងចឹងឡៅកុងចឹងសៀវភៅការងារពាក្យបន្តទៀតកាតគ្រីភាសាចិនយើងអានថាឈើចឹង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 កាតគ្រីពាក្យបន្តទៀតបានបើកបរភាសាចិនយើងអានថាជាចៅចឹង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 បានបើកបរពាក្យបន្តទៀតលិខិតបញ្ជាក់ទីលំនៅភាសាចិនយើងអានថាជីលៀវចិនមីងជីលៀវចិនមីងជីលៀវចិនមីងសម្បត្តិបញ្ជាក់ទីលំនៅពាក្យចុងក្រោយលិខិតបញ្ជាក់នៅលាវភាសាចិនយើងអានថាតានសិនចិនមីងតានសិនចិនមីងតានសិនចិនមីងលិខិតបញ្ជាក់នៅលាវចឹងការចែកម្លែកភាសាចិនរបស់ខ្ញុំបានដល់ទីបញ្ចប់បើសិនជាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចជួយ share វីដេអូនេះបន្តផងអរគុណជួបខ្ញុំនៅមេរៀនក្រោយៗទៀតបាយបាយ